សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើររឿងសូមស្វាគមន៍មកកាន់អេពីសូតថ្មីហើយថ្ងៃនេះ Admin លើកយករឿងមួយដែលរឿងនេះគឺមានចំណងជើងថាកោសខ្យល់ឲ្យបងថ្លៃចឹងកុំឲ្យផាត់ពេលវេលាយូររីករាយស្ដាប់ជាមួយនឹង Admin ទាំងអស់គ្នាតែម្ដងទៅសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាភ័ក្រហ្នឹងគឺគាត់មានអាយុ35ឆ្នាំហើយការដាំឡើយហ្នឹងដែលគាត់បានកោសខ្យល់ឲ្យបងថ្លៃគាត់ហ្នឹងដើមហេតុដំបូងគឺវាអញ្ចេះបងស្រីបង្កើតដែលត្រូវជាបងថ្លៃរបស់បងភ័ក្រហ្នឹងណាគាត់ក៏បានឆ្លោះគ្នាជាមួយនឹងប្តីរបស់គាត់ដល់ពេលអញ្ចឹងទៅគាត់ក៏បានទេតាមលេខហ្នឹងទេមកប្រពន្ធរបស់គាត់អញ្ចឹងណាទេសុំផ្ទះនៅបានមួយរយៈដោយសារតែបងបង្កើតរបស់ប្រពន្ធគាត់ហ្នឹងបានឆ្លោះគ្នាជាមួយនឹងប្តីដល់ពេលអញ្ចឹងទៅប្រពន្ធហ្នឹងក៏បានសុំបងភ័ក្រដែរថាបងអើយបងស្រីបង្កើតរបស់ខ្ញុំហ្នឹងសុំស្នាក់នៅផ្ទះយើងមួយរយៈដោយសារតែគាត់ឆ្លោះជាមួយប្តីគាត់ហើយបងភ័ក្រហ្នឹងគាត់ក៏ឆ្លើយព្រមអូខេជាមួយប្រពន្ធអញ្ចឹងណាហ្នឹងហើយប្រពន្ធហ្នឹងក៏បានប្រាប់បងស្រីបង្កើតហ្នឹងឲ្យមកនៅផ្ទះជាមួយអញ្ចឹងទៅដល់ពេលបងថ្លៃបងភ័ក្រដែលត្រូវជាបងបង្កើតរបស់ប្រពន្ធគាត់ហ្នឹងក៏បាននិយាយរៀបរាប់ពីប្តីរបស់គាត់ដោយសារតែប្តីរបស់គាត់ហ្នឹងគឺមិនដែលចូលផ្ទះទេដើរលេងផឹកស៊ីហើយពួកគាត់ហ្នឹងទាំងពីរហ្នឹងក៏បានរៀបការមកយូរណាស់មកហើយគឺអត់មានកូនមានអីអញ្ចឹងណាហើយណាមួយប្តីរបស់គាត់មិនសូវខ្វាយខ្វល់ចំពោះគាត់អញ្ចឹងទៅគាត់ក៏បានឆ្លោះប្រកែកគ្នាហើយគាត់ហ្នឹងក៏បានសុំផ្ទះបងភ័ក្រហ្នឹងមកស្នាក់នៅមួយរយៈអញ្ចឹងទៅដើម្បីឲ្យបំបត្តិការខឹងគ្នាអញ្ចឹងណាហ្នឹងហើយគាត់ហ្នឹងក៏អនុញ្ញាតនៅរហូតអញ្ចឹងទៅហើយបងភ័ក្រគាត់បាននិយាយថាបងថ្លៃរបស់គាត់អាយុប្អូនគាត់ទៀតអញ្ចឹងណាហើយអាយុមិនបងគាត់ទេហើយបើនិយាយរឿងសាច់រឿងរៀងរូវវិញគឺអស់ទាស់តែម្ដងអញ្ចឹងណាហើយគាត់ថាពេលហ្នឹងគាត់ឃើញបងថ្លៃរបៀបថាគាត់ធ្វើធម្មតាអញ្ចឹងណានៅថ្ងៃមួយបងភ័ក្រគាត់ថាប្រពន្ធរបស់គាត់ហ្នឹងគឺអត់នៅផ្ទះទេទៅគាត់ហ្នឹងក៏បានទៅផ្សារទៅទិញត្រីទិញសាច់ទិញបន្លែហ្នឹងដើម្បីយកមកធ្វើម្ហូបនាពេលបាយថ្ងៃត្រង់ដល់ពេលអញ្ចឹងទៅគាត់ហ្នឹងកំពុងតែមើលទូរទស្សន៍នៅកន្លែងសាឡុងរបស់គាត់ទៅអញ្ចឹងណាកំពុងតែមើលទូរទស្សន៍អញ្ចឹងទៅហើយជួនពេលនោះបងថ្លៃរបស់គាត់កាលពេលហ្នឹងគឺគាត់អត់សូវស្រួលខ្លួនណោះដល់ពេលអញ្ចឹងទៅបងថ្លៃរបស់គាត់ហ្នឹងក៏បានហៅគាត់ហ្នឹងឲ្យទៅកោសខ្យល់ឲ្យបន្តិចពេលហ្នឹងបងថ្លៃគាត់ហៅថាភ័ក្រអើយភ័ក្រមកកោសខ្យល់ឲ្យខ្ញុំបន្តិចបានអត់កោសនៅក្នុងបន្ទប់ខ្ញុំហ៎ដល់ពេលអញ្ចឹងទៅបងភ័ក្រគាត់ថាបងអើយទៅកោសឲ្យដល់ក្នុងបន្ទប់ហ្នឹងកោសកន្លែងសាឡុងកន្លែងអីហ្នឹងមកហើយអាពេលហ្នឹងគឺគាត់លាកសារ៉ុងចង់ពងដល់ពេលអញ្ចឹងទៅបងថ្លៃហ្នឹងក៏បាននិយាយថាកោសកន្លែងហ្នឹងវាវាលពេកកោសនៅក្នុងបន្ទប់ទៅវារបៀបថាវាចិត្តឈឹងល្អផងហើយណាមួយវាហប់ហើយកោសទៅក៏វាមានខ្យល់ចេញល្អហើយបងភ័ក្រក៏ថាអូខេតាមសំណុំពរបងថ្លៃអញ្ចឹងណាពេលដែលចូលទៅដល់ក្នុងបន្ទប់អញ្ចឹងទៅគាត់ក៏របៀបថាចង់ពងហើយគាត់ក៏បានតម្លាក់សំពត់ហ្នឹងចេញសាច់ខ្នងតិចទៅឲ្យបងភ័ក្រហ្នឹងកោសខ្យល់ដល់ពេលកោសអញ្ចឹងទៅគាត់មិនដែលឃើញសាច់អីសខ្ចីអញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់ក៏បានកោសបដាគឺគាត់របៀបថាញ័រដៃញ័រជើងអញ្ចឹងណាដោយសារតែគាត់មិនដែលបានកោសខ្យល់ឲ្យមនុស្សស្រីទេបងថ្លៃគាត់ឃើញសកម្មភាពរបស់បងភ័ក្រអញ្ចឹងទៅក៏បានសួរថាភ័ក្រមិនក៏ញ័រដៃញ័រជើងម៉េះដល់ពេលអញ្ចឹងទៅគាត់ក៏បានឆ្លើយថាអូសុំទោសបងអើយខ្ញុំអត់ដែលកោសខ្យល់ឲ្យមនុស្សស្រីផងដល់ពេលមកកោសខ្យល់ឲ្យបងឯងអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាញ័រដៃញ័រជើងខុសពីធម្មតាហើយបងថ្លៃនោះក៏បានសួរទៀតថាចុះអត់ដែលកោសខ្យល់ប្រពន្ធទេគាត់ក៏បានថាអត់ដែលទេបងអើយខ្ញុំអត់ដែលសោះតែម្ដងហើយប្រពន្ធខ្ញុំពេលដែលឈឺម្ដងមិនដែលកោសខ្យល់ឲ្យទេទិញតែថ្នាំឲ្យលេបអញ្ចឹងណាដល់ពេលកោសខ្យល់ខាងក្រោយខ្នងរួចហើយគាត់ក៏បានត្រឡប់ខ្លួនផ្កាឡើងលើហើយកោសខាងមុខវិញម្ដងអាពេលហ្នឹងគឺចៃដន្យហើយលេចចេញបងប្អូនដឹងហើយហ្នឹងហើយ admin ក៏អត់ហ៊ាននិយាយចំដែរពេលដែលគាត់ឃើញអាហ្នឹងទៅស្រាប់តែកជើងដររបស់គាត់បានទល់ដឹងមិនថាទល់ខោពីស្មាណាទេពេលហ្នឹងបងថ្លៃគាត់ឃើញអញ្ចឹងទៅក៏សួរថាមិនក៏ទល់ខោអញ្ចឹងបងភ័ក្រគាត់ឆ្លើយទាំងញ័រមាត់គឺថាខ្ញុំអត់ដឹងដែរនឹងហើយមិនក៏វាអញ្ចឹងទៅណាហើយអត់អត់អីទេខ្ញុំនឹងកោសឲ្យបងឲ្យរួចឲ្យឆាប់អញ្ចឹងណាអាំងនឹងខ្ញុំប្រញាប់ទៅធ្វើកិច្ចការងារអីផ្សេងទៀតអញ្ចឹងបងដល់ពេលអញ្ចឹងទៅអញ្ចឹងខ្ញុំកោសកន្លែងនេះណាខណៈពេលដែលបងភ័ក្រគាត់ថាកំពុងតែកោសអញ្ចឹងទៅស្រាប់តែបងថ្លៃរបស់គាត់នឹងលុកយកអន្សមចេករបស់គាត់យកមកកាន់លេងដោយសារតែអន្សមចេករបស់គាត់មានតែមួយនឹងផងគាត់ថាຕົកហូបនៅពេលល្ងាចដើម្បីមុននឹងចូលគេងអញ្ចឹងណាដល់ពេលបងថ្លៃយកអន្សមចេកគាត់មកកាន់លេងហើយគាត់បានប្រាប់ទៅបងភ័ក្រថាគាត់នឹងចង់ស៊ីអន្សមចេករបស់បងភ័ក្រឲ្យបងភ័ក្រគាត់ប្រាប់ថាអត់បានទេបងអន្សមចេកនេះខ្ញុំຕົកតែពីអ្នកប្រពន្ធខ្ញុំຕົកស៊ីនៅពេលដែលខ្ញុំចូលគេងទេ
ហើយបងឯងចង់ស៊ីខ្ញុំក៏មិនអាចឲ្យបងស៊ីបានដែរពេលហ្នឹងបងភ័ក្រគាត់ថាបងថ្លៃរបស់គាត់គាត់កាន់តែនិយាយបងថ្លៃរបស់គាត់ហ្នឹងកាន់តែនិយាយថាចង់ស៊ីសំចេកប្អូនថ្លៃចង់ស៊ីសំចេកប្អូនថ្លៃអញ្ចឹងណាហើយគាត់ហ្នឹងក៏មិននឹងថាម៉េចហើយគាត់ហ្នឹងចេះតែយកសំចេកគាត់ញុលអញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់គាត់ថាអូខេឥឡូវបងឯងឲ្យខ្ញុំស៊ីសំគោមបងឯងអត់នំគមបងឯងឲ្យខ្ញុំស៊ីវិញមកខ្ញុំនឹងឲ្យបងឯងស៊ីសំចេកទៅវិញនិយាយចុះនិយាយឡើងគាត់ក៏បានសើចសរងឡើងលើហើយពួកគាត់ទាំងពីរហ្នឹងក៏បានបញ្ចុកនំគមគ្នាបងថ្លៃរបស់គាត់ហ្នឹងក៏បានបញ្ចុកនំគមមកកាន់មុខភ័ក្រហើយមុខភ័ក្រក៏បានបញ្ចុកសំចេកហ្នឹងទៅកាន់បងថ្លៃរបស់គាត់វិញដោយសារតែគាត់បញ្ចុកខ្វែងដៃគ្នាបញ្ចុកទៅបញ្ចុកមកអញ្ចឹងទៅគាត់ក៏ផ្អែមល្ហែមជាមួយនឹងគ្នាអញ្ចឹងទៅហើយគាត់ហ្នឹងបាននាំគ្នាលេងចាក់ចោចដល់ពេលលេងចាក់ចោចអញ្ចឹងទៅស្រាប់តែខាងប្រុសហ្នឹងក៏បានយកកជើងដរហ្នឹងក៏បានដាក់ចូលនៅក្នុងដីដំបូកមួយហើយបងភ័ក្រគាត់ថាដីដំបូករបស់បងថ្លៃគាត់ហ្នឹងគឺសិតតែស្មៅម្ដងហើយស្មៅដុះក្រាស់ទៀតដីដំបូកហ្នឹងគឺហាប់ណែនល្អដែលគាត់បានយកកជើងដររបស់គាត់ហ្នឹងដាក់ចូលទៅក្នុងដីដំបូកហ្នឹងដល់ពេលអញ្ចឹងទៅពួកហើយបងភ័ក្រហ្នឹងគាត់ថាគាត់ជាអ្នកសុទ្ធហើយបងថ្លៃរបស់គាត់ហ្នឹងណាមួយគ្រៀងខានយូរដល់ពេលអញ្ចឹងទៅប្តីក៏មិនបានផ្ដល់ក្តីសុខឲ្យអញ្ចឹងទៅមានតែបងភ័ក្រអញ្ចឹងគាត់ជាអ្នកសម្រេចឲ្យបងថ្លៃគាត់នឹងដល់ទីអញ្ចឹងណាគាត់ជាអ្នកសុទ្ធពេលដែលបងភ័ក្រគាត់សុទ្ធបញ្ចូលទីហើយស្រាប់តែបងថ្លៃរបស់គាត់ក៏បានស្រែកហូទៅហឹងតែម្ដងដោយសារតែបងភ័ក្រហ្នឹងគាត់សុទ្ធចូលទីបានសម្រេចអញ្ចឹងណាហើយពួកគាត់ទាំងពីរហ្នឹងក៏បានស៊ីនំស៊ីណែកគ្នារួចរាល់អស់ហើយគាត់ក៏បញ្ញាបញ្ញាចេញពីកន្លែងហ្នឹងហើយគាត់ក៏បង្គុយមើលទូទស្សន៍ធម្មតាទៅព្រោះអីពួកគាត់ទាំងពីរហ្នឹងក៏បានលួចលាក់ដោយសារតែលាក់ពីប្រពន្ធលាក់អីចឹងណាហើយពួកគាត់ទាំងពីរធ្លាប់ក៏មានអីជាមួយនឹងគ្នាដល់ពេលពួកគាត់ទាំងពីរបានលេងចាក់ចោចគ្នារួចហើយគាត់នឹងក៏បានបែកផ្លូវគ្នាហើយបងថ្លៃហ្នឹងក៏បាននិយាយថាចាំថ្ងៃក្រោយចាំភ័ក្រឯងចាំចាក់ឲ្យចាយទៀតណាពួកឯងចាយពេញចិត្តពួកភ័ក្រឯងខ្លាំងទៀតហើយសំចេករបស់ភ័ក្រឯងក៏ធំល្អអញ្ចឹងហើយធ្វើឲ្យខ្ញុំនឹងឆ្ងាញ់ណាស់សំចេកហ្នឹងហើយចាំមិនមកចាំខ្ញុំទិញក៏តំណើបទិញចេកហ្នឹងយកមកឲ្យភ័ក្រឯងមកបញ្ចុកខ្ញុំទៀតព្រោះឯងខ្ញុំចូលចិត្តណាស់ហើយគាត់នឹងក៏បានអង្គុយមើលទូទស្សន៍ធម្មតាអញ្ចឹងទៅហើយបងហើយសាច់រឿងគឺមានតែប៉ុណ្្នឹងឯងហើយក៏សូមអរគុណដល់ប្រិយមិត្តតាមដានស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់បើពេញចិត្តការនិទានរបស់ admin សូមកុំភ្លេចជួយចុច subscribe និងហើយបើសញ្ញាកណ្ដឹងនឹងទទួលបាននូវវីដេអូថ្មីៗទៀតពី admin ខ្ញុំបាទ admin ដំសូមអរគុណសូមគោរពលា